បាទត្រូវតែសនិកជនជាទីគោរពព័ត៌មានជាចុងបញ្ចប់នៃកម្មវិធីសុខសប្បាយកម្ពុជាគឺតាក់ទងទៅនឹងប្រជាពលរដ្ឋជប៉ុនប្រារព្ធពិធីបុណ្យសម្រែកទារកសុំសេចក្តីសុខអពុកម្ដាយជនជាតិជប៉ុនបានទស្សនាទាំងសប្បាយរីករាយគណៈក្រុមកីឡាករចម្បាប់ស៊ូមូបានព្យាយាមធ្វើឲ្យកូនក្មេងយំជាផ្នែកមួយនៃជំនឿរាប់សតវត្សដែលជនជាតិជប៉ុនយល់ឃើញថាវានឹងនាំមកនូវសុខភាពល្អសម្រាប់ទារកដែលស្រែកយំខ្លាំងទារកជាង100នាក់ត្រូវបានគេបញ្ជូនទៅវិហារអ៊ីរូហ្គីដើម្បីចូលរួមពិធីបែបប្រពៃណីនេះដោយឪពុកម្ដាយរបស់ពួកគេបានទស្សនាពិធីនោះទាំងអារម្មណ៍រីករាយខណៈដែលក្រុមកីឡាករចម្បាប់ស៊ូមូបានលើកក្មេងនោះចុះឡើងនៅលើសង្វៀនប្រកួតពួកកីឡាករចម្បាប់ទាំងនោះបានព្យាយាមធ្វើយ៉ាងណាឲ្យទារកដែលមានអាយុចន្លោះ6ខែទៅ18ខែស្រែកយំបង្ហូរទឹកភ្នែកព្រះសង្ឃយូស៊ីមីម៉ូរីតាគង់នៅវិហារនោះបានមានសង្ឃដីកាថាសម្រែកយំស្រែករបស់ក្មេងគឺជាសម្រែកទៅកាន់អតិទេពហើយឪពុកម្ដាយរបស់ពួកគេសង្ឃឹមថាកូនរបស់ពួកគេនឹងធំធាត់ប្រកបដោយកម្លាំងពលំនិងសុខភាពបរិបូរណ៍ព្រះសង្ឃអង្គនេះបានពន្យល់ថាប្រសិនបើកូនង៉ែតមួយមិនយំនៅពេលនេះក្រុមកីឡាករចម្បាប់ស៊ូមូនឹងព្យាយាមធ្វើយ៉ាងណាឲ្យក្មេងនោះយំដូចបំណងដោយបានលើកក្មេងចុះឡើងខណៈឪពុកម្ដាយរបស់ពួកគេអង្គុយមើលទាំងអារម្មណ៍រីករាយគ្មានទេជ័យជំនះឬក៏បរាជ័យនៅក្នុងការប្រកួតចម្បាប់នេះហើយការប្រកួតតែងតែបញ្ចប់ទៅជាមួយពាក្យជូនពរជាភាសាជប៉ុនថាបានហ្សៃរ៉ាកឹដែលមានន័យថាសូមឲ្យអាយុវែងពិធីនេះមានអាយុកាលប្រហែលជាង400ឆ្នាំមុនហើយត្រូវបានគេប្រារព្ធធ្វើឡើងតាមវិហារនានាទូទាំងប្រទេសបទបញ្ញត្តិនៃការប្រកួតមានលក្ខណៈខុសគ្នាពីតំបន់មួយទៅតំបន់មួយដោយនៅក្នុងតំបន់ខ្លះទារកតូចត្រូវបានគេដាក់ឲ្យប្រកួតគ្នាដើម្បីឲ្យដឹងថានរណានឹងយំមុនគេខណៈនៅតំបន់ដទៃទៀតទារកដែលយំមុនគេគឺជាអ្នកចាញ់ជាម្ដាយប្រកបដោយទឹកចិត្តរីករាយអ្នកស្រីមេស៊ីកបាននិយាយថាកូនប្រុសតូចរបស់គាត់បានសម្ដែងបានយ៉ាងល្អនៅក្នុងពិធីនោះអ្នកស្រីបន្ថែមថាកូនតូចរបស់គាត់មិនចូលចិត្តយំច្រើននោះឡើយប៉ុន្តែថ្ងៃនេះគេបានយំច្រើនខ្លាំងណាស់ហើយអ្នកស្រីរីករាយពេលដែលបានឃើញកូនតូចយំដូច្នោះអ្នកស្រីយូគីអ៊ីបូស៊ូគីជាម្ដាយនៃទារកតូចម្នាក់ទៀតបានប្រាប់ថាគេនឹងក្លាយជាមនុស្សពេញវ័យនាពេលឆាប់ហើយអ្នកស្រីចង់ទៅកាន់ទីនោះដើម្បីសាងអនុស្សាវរីយ៍សម្រាប់ឲ្យកូនតូចរបស់គាត់